24 កក្កដាតែរងការបាញ់ប្រហារពីថៃនៅថ្ងៃទី24កក្កដាឆ្នាំ2025ថៃបានបើកសង្គ្រាមបាញ់ប្រហារមកលើប្រទេសកម្ពុជាដែលធ្វើឲ្យវីរៈកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្ដុះអូយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយក៏នឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយក៏នឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយខ្ញុំចង់និយាយអ្វីដែលខ្ញុំកំពុងឈឺចាប់ក្រោកពីដុំនេកបើកទូរស័ព្ទឈឺស្ទើរស្លាប់ទឹកភ្នែកខ្ញុំហូរមិនឈប់ក្របកំភ្លើងលឺមិនបាត់តែពេលណាទៅអ្នកឯងព្រមស្ងប់ស្ងាត់ខ្ញុំនេះគឺកូនខ្មែរលើកដៃប្រណំកុំឲ្យមានសង្គ្រាមប្រជាជនតាមព្រំដែនជំនះពីផ្ទះទាំងអត់ស្បៀងត្រូវរស់នៅទាំងលំបាករងានៅក្រោមដំណក់ទឹកភ្លៀងទឹកភ្នែកខ្ញុំវាហូរស្រក់ខ្ញុំមិនឲ្យឆាប់ផុតភ្លៀងបញ្ឈប់ទៅប្រទេសខ្ញុំមិនត្រូវការសង្គ្រាមរស់នៅពិភពលោកតែមួយមិនអ្នកចង់បង្ហូរឈាមប្រទេសខ្ញុំស្លូតណាស់មិនដែលមានអ្នកណាចង់បំពេញតែចិត្តអ្នកសាងពីអីហេតុអ្វីអ្នកចង់តែឆ្លៀងពៀនប្តីឃ្លាតពីប្រពន្ធឪពុកត្រូវឃ្លាតឆ្ងាយពីកូនចៅមានភារកិច្ចត្រូវឃ្លាតឆ្ងាយពីជីដូនពួកគាត់ត្រូវចេញប្រយុទ្ធមិនចង់ឃើញប្រទេសធ្លាក់ដល់សូន្យខ្ញុំឃើញហើយសែនណានិតធ្វើឲ្យទឹកភ្នែកខ្ញុំហូរអូយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយកូននឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយកូននឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយឥឡូវប៉ាទៅយូរពេកហើយកូនពីរអ្នកមកចាំទូរស័ព្ទយំមើលស្បើយប៉ាផ្ដាំកុំបារម្ភប៉ាឡើយបាត់បង់ជីវិតក៏ប៉ាមិនស្ដាយក្រោយស៊ូវាយជាមួយគ្រូសាប៉ាមិនស្ដាយសង្ខារកូននៅផ្ទះពីរអ្នកម៉ាក់កំពុងហូរទឹកនេត្រាមិនដឹងថាពេលនេះលោកពុកនឹងទៅជាយ៉ាងណានេះជា my hero របស់កូនដ៏ខ្លាំងក្លាជីវិតលោកមានតែមួយលោកមិនដែលនឹងព្រួយមនុស្សអាចកើតបានបើសិនបាត់ជាតិមិនអាចកើតឡើយពេលនេះបានត្រឹមដឹងហើយសង្គ្រាមមិនទាន់ធូរស្បើយកូននៅស្ដាប់ដំណឹងប៉ាតែប៉ាមិនអាចនឹងឆ្លើយអូយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយកូននឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយកូននឹងមកនិយមអត់ស្បើយមកប្រាប់កូនថាប៉ាមិននៅឡើយលោកប៉ាក៏ទៅទៀតហើយសង្គ្រាមនេះមិនទាន់ធូរស្បើយកូននឹងមកនិយមអត់ស្បើយមក